សូមស្វាគមន៍មកកាន់ការធ្វើបទបង្ហាញរបស់បងប្អូននៅសប្តាហ៍ទី10ចានាងខ្ញុំឈ្មោះធូថាវីជាម្ដាយរបស់គុណសុតាន់តីហៅ Bella ដែលគាត់បានចូលរួមជាមួយនឹង Go Talk ខ្ញុំស្គាល់វគ្គបណ្ដុះបណ្ដាលរបស់ Go Talk តាមរយៈ Facebook Page ឃើញការផ្សព្វផ្សាយហើយក៏មានការចាប់អារម្មណ៍ចង់ចូលរៀនហើយនឹងមានការលើកទឹកចិត្តពីមិត្តភ័ក្តិម៉ាក់របស់សុពណ៌ពេជ្រចាខ្ញុំដំបូងខ្ញុំគិតថាអាចជួយគាត់បានច្រើនតេតើជាមួយនឹងទៅថ្ងៃអនាគតរបស់គាត់តេតើជាមួយនឹងការដែលគាត់អាចឡើងនិយាយនៅអ្វីដែលគាត់ចង់និយាយពីព្រោះថាគាត់ហាក់ដូចជាមានអ្វីច្រើនដែលគាត់ចង់និយាយតែគាត់អត់ជួយចិត្តនិយាយចាតេតើជាមួយនឹងការដែលគាត់ពីមុនដែលគាត់អត់ទាន់joinមួយ Go Talk ហើយឥឡូវនេះឯងឃើញថាគាត់មានភាពរីកចម្រើនទៅលើផ្នែកការដែលគាត់និយាយអំពីគំនិតរបស់គាត់អាចនិយាយហើយកាត់បន្ថយនៅភាពអៀនខ្មាសរបស់គាត់ពិតមែនថាពេលខ្លះវានៅមានវាមិនអស់ទាំងអស់តែឃើញថាគាត់រីកចម្រើនបានច្រើនតាក់ទងជាមួយនឹងការដែលគាត់កាត់បន្ថយនៅអាភាពអៀនខ្មាសហើយគាត់និយាយដោយគាត់មានចំណុចដែលគាត់ត្រូវនិយាយដែល Go Talk បានផ្ដល់ឲ្យគាត់វាជាtool សម្រាប់ដែលគាត់និយាយនឹងឯងហើយគាត់អាចចងចាំនៅអ្វីដែលគាត់និយាយមានលំដាប់លំដោយដែលយើងអាចស្ដាប់បានតេតើជាមួយនឹងការដែលធ្វើបទបង្ហាញរបស់គាត់ឃើញថាវាល្អជាងពេលដែលគាត់ធ្វើនៅផ្ទះទៀតចាធ្វើនៅផ្ទះហាក់ដូចជាគាត់និយាយធម្មតាដែលខ្ញុំគិតថាប្រហែលជាមកណេះគាត់និយាយដូចអានសភៅហើយព្រោះជាទូទៅកូនខ្ញុំគឺនិយាយដូចអានសភៅអញ្ចឹងហើយដូចគាត់ថាចាប់អារម្មណ៍ក៏ចាប់អារម្មណ៍ទៅមិនចាប់អារម្មណ៍ក៏ហីទៅអញ្ចឹងណាក៏ប៉ុន្តែថ្ងៃនេះឃើញថាគាត់ធ្វើបានល្អដែលមានការលើកដាក់សម្លេងដែលធ្វើឲ្យលើកអំពីចំណុចសំខាន់ៗដែលគាត់ចង់និយាយខ្ញុំចង់ផ្ដាំផ្លាទៅគាត់ថាឲ្យគាត់បន្តទៀតចានៅអ្វីដែលអ៊ំមកថា Go Talk មានជាឱកាសឲ្យគាត់បានបន្តទៅទៀតអញ្ចឹងលើកទឹកចិត្តគាត់ឲ្យគាត់បន្តទៀតឲ្យគាត់សាកល្បងថាតើខ្លួនគាត់អាចធ្វើបានអីខ្លះ